ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានเพจរបស់ខ្ញុំបានថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូរៀងវែងបន្តិចហើយអំពីសកម្មភាពនៃការធ្វើហមុកត្រីនេះគឺខ្ញុំបានចាប់ផ្ដើមកោសដូងហើយបន្ទាប់មកទៀតខ្ញុំក៏បានមកកាត់ជាមួយនឹងគល់ស្លឹកគ្រៃនៅក្នុងមុខផ្ទះនេះវីដេអូនេះរៀងវែងណាស់បងប្អូនបាទកាត់គល់ស្លឹកគ្រៃរួចហើយខ្ញុំក៏បានហួសមកបេះជាមួយនឹងកូនស្លឹកក្រូចសើចហើយនេះក៏ជាពេលដែលខ្ញុំមកគោះជាមួយនឹងមើមរមៀតផងដែរគ្រឿងទាំងអស់នេះខ្ញុំបានយកមកសម្អាតលាងជាមួយនឹងទឹកហើយនេះគឺជាត្រីកេះដែលខ្ញុំបានយកវាមកសម្អាតដើម្បីកាត់ជាដុំកង់ដោយបងប្អូនឃើញអញ្ចឹងហើយខ្ញុំបានបញ្ជាក់រួចហើយថ្ងៃនេះវីដេអូរៀងវែងបន្តិចដោយសារខ្ញុំចង់ធ្វើបង្ហាញពីសកម្មភាពទាំងអស់នៃអាមុខត្រីដើម្បីបងប្អូនចង់ធ្វើតាមអីគឺអាចយកទៅធ្វើតាមប៉ុន្តែខ្ញុំជឿថាប្រហែលជាបងប្អូនមួយចំនួនអាចនឹងរៀងពិបាកបន្តិចនោះមើលកន្សោសឹកសើចគុណលក្រីនិងស្លឹកងអស់ទៅតាមបានជាមួយពីការធ្វើម្ហូបរបស់ខ្ញុំហើយនេះគឺជាគ្រឿងផ្សំដែលខ្ញុំបានរៀបរាប់អំបញ្ញមិញហ្នឹងហើយត្រីខ្ញុំក៏បានកាប់រួចរាល់ហើយបន្តមកទៀតខ្ញុំក៏យកគល់ក្រីហ្នឹងមកហាន់វាឲ្យស្ដើងដើម្បីបុកទៅងាយនឹងឆាប់ល្អិតបងប្អូនគ្រឿងខ្មែររបស់យើងក៏មានអីក្រៅពីគល់ក្រីរមៀតរំដេងហ្នឹងទេប៉ុន្តែនៅពេលនេះគឺខ្ញុំអត់មានរំដេងអញ្ចឹងខ្ញុំដាក់ទៅតាមលទ្ធភាពដែលខ្ញុំមានខ្ញុំក៏បានបុកមកទៅហើយខ្ញុំក៏បានយកមកប្រឡាក់ជាមួយនឹងត្រីដែលខ្ញុំបានកាប់បាញ់មកអញ្ចឹងហើយថែមជាមួយអំបិលម្សៅរ៉ូឌីស្ករប្រឡាក់ទៅនេះគឺជាខ្ញុំបានហាន់ជាមួយនឹងស្លឹកក្រូចសើចដើម្បីទុករយហើយនេះគឺជាខ្ទិះដូងដែលខ្ញុំបានលាយជាមួយនឹងម្សៅឆាបន្តិចកូរវាឲ្យរៀងឆ្អិនហើយទុកវាមួយឡែកសិនដើម្បីទុកស្រោចជាមួយនឹងមុខរបស់យើងខ្ញុំក៏បានដាក់ខ្ទះឲ្យក្តៅបន្តិចហើយចាក់ប្រេងឆាហើយក៏បានលាយគ្រឿងកូរគ្រឿងដែលខ្ញុំបានសល់ពីបុកអំបញ្ញមិញហើយដាក់ជាមួយនឹងកាពិបន្តិចណាបងប្អូនហើយកូរវាឲ្យរៀងឈ្ងុយហើយក៏ចាក់ជាមួយនឹងត្រីដែលខ្ញុំបានប្រឡាក់គ្រឿងអំបញ្ញមិញហ្នឹងកូរវាឲ្យវាឆ្អិនប្រហែលជា50 ទៅ 60% ហើយវាបន្ថែមជាមួយនឹងខ្ទិះដូងហើយមុខនេះគឺដាក់ខ្ទិះដូងឲ្យរៀងចាំគឺដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយខ្ញុំក៏បានបន្ថែមជាមួយនឹងពងទាដាក់ទៅគឺមានរសជាតិបង្កើនមួយកម្រិតទៀតហើយពេលនេះគឺខ្ញុំចាប់ផ្ដើមនឹងដាំទឹកចោលអញ្ចឹងណាបងប្អូននេះគឺជាស្លឹកញដែលខ្ញុំបានហែកវាចំណិតតូចៗបន្ទាប់មកខ្ញុំក៏បានយកវាមកហាន់ជាចំណិតសរសៃឆ្មាដើម្បីដាក់ទ្រាប់បាតចានអញ្ចឹងណាបងប្អូនហើយខ្ញុំក៏បានចាក់ហើយមកដែលខ្ញុំបានកូរជាមួយនឹងពងទានឹងចូលតមកទៀតខ្ញុំស្រោចទឹកខ្ទិះដែលខ្ញុំបានកូរនឹងហើយនឹងរោយជាមួយនឹងស្លឹកក្រូចសើចពីលើហើយខ្ញុំក៏បានដាក់ចំហុយតែម្ដងហើយពេលនេះគឺជាពេលដែលខ្ញុំឆ្អិនហើយមករបស់ខ្ញុំហើយយកមករៀបដាក់ចានដើម្បីឲ្យមានសោភ័ណភាពបាទហើយវីដេអូនេះគឺមានប៉ុណ្ណឹងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ